ក្រសួងការពារជាតិកម្ពុជាសម្របសម្រួលឲ្យក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យតំបន់អាសេសក្រោយការវាយប្រហាររបស់យោធាថៃនាព្រឹកថ្ងៃទី28ខែកញ្ញាឆ្នាំ2025ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលឲ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះទៅពិនិត្យទីតាំងជាក់ស្ដែងដែលរងការវាយប្រហារដោយកងទ័ពថៃនៅតំបន់អាសេសខេត្តព្រះវិហារកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025ការចុះពិនិត្យនេះគឺធ្វើឡើងដើម្បីសង្កេតផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានក្រសួងការពារជាតិបានបញ្ជាក់ថាការវាយប្រហារនេះបានកើតឡើងចំនួន2លើកដោយយោធាថៃបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អាសេសហេតុការណ៍បានចាប់ផ្ដើមនៅវេលាម៉ោងប្រមាណ 11:52 នាទីព្រឹករហូតដល់ម៉ោង 12:46 នាទីរសៀលក្នុងថ្ងៃទី27ខែកញ្ញាឆ្នាំ2025នៅក្នុងការហេតុខាងលើកងកម្លាំងកម្ពុជាបានប្រកាន់នៅគោលការណ៍អត់ធ្មត់កម្រិតខ្ពស់និងមិនបានតបតឡើយដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃដែលចូលជាធរមានតាំងពីថ្ងៃទី28ខែកក្កដាឆ្នាំ2025លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបង្កហេតុនិងការបន្តផ្ទុះអាវុធនៅភាគីថៃដែលអាចប៉ះពាល់ដល់ការអនុវត្តបទឈប់បាញ់និងធ្វើឲ្យស្ថានភាពរឹតតែតានតឹងជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជាបានស្នើឲ្យភាគីថៃអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ចូលរួមពិនិត្យនិងធ្វើការសោធវិจัยទៅលើភស្តុតាងនានាដែលបន្សល់ទុកក្រោយការបាញ់ប្រហាររបស់ភាគីថៃឲ្យបានហ្មត់ចត់បំផុតគោលបំណងនៃការស្នើនេះគឺដើម្បីធានានូវព័ត៌មានពិតសុចរិតភាពគណនេយ្យភាពតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវជូនដល់ភាគីទាំងពីរព្រមទាំងសាធារណជនជាតិនិងអន្តរជាតិ